បាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាបាទថ្ងៃនេះថ្ងៃទី12បាទថ្ងៃទី12ខែ12 2025ពុកម៉ែបងប្អូនបាទបងប្អូនមកទស្សនាទាំងអស់គ្នាបាទឥឡូវនេះខ្ញុំបានដាំបាទដាំដើមត្របែកបាទត្របែកចំនួន4មុខពុកម៉ែបងប្អូនបាទ4មុខបាទ4មុខហ្នឹងគឺខ្ញុំភ្លេចឈ្មោះឲ្យបងប្អូនខ្ញុំចាំបានខ្លះបាទមានគីមជូមានតបែកគីឡូបាទមានតបែកតបែកទាំងអស់វាមាន4មុខបងប្អូនខ្ញុំអត់សូវចាំឈ្មោះទេបាទខ្ញុំដាំដើម្បីសាកលោមើលពុកម៉ែបងប្អូនបាទសាកលោមើលថាការដាំដើមតបែកហ្នឹងដែលវាល្អដែរឬក៏អត់វាបានផលដែរឬក៏យ៉ាងណាអញ្ចឹងណាពុកម៉ែបងប្អូនបាទហ្នឹងហើយខ្ញុំចិត្តតែដាក់លេងទេហើយខ្ញុំដាំចំនួន2 10ដើមពុកម៉ែបងប្អូនបាទចំនួន2 10ដើមបាទក្នុងខ្ញុំដាំ1 ម៉ែត្រ2 ម៉ែត្រ1បងប្អូន2 ម៉ែត្រ 4 ជ្រុងបាទ2 ម៉ែត្រ 4 ជ្រុងបាទខ្ញុំដាក់ញឹកឬក៏មិនញឹកទេបងប្អូនបាទថាតបែកដូចជាមិនអីទេបងប្អូនប៉ុណ្ណឹងអាចទទួលយកបានហើយ2 ម៉ែត្រ 1 2 ម៉ែត្រ 1ហើយបាទដាក់វាលោមើបងប្អូនដាក់វាលោមើបាទចំនួន22ដើមវាមាន4ប្រភេទពុកម៉ែបងប្អូនបាទចំនួន4ប្រភេទត្របែកអញ្ចឹងគឺយើងដាំដើមត្របែកផងយើងដើមពុទ្រាផងពុកម៉ែបងប្អូនបាទពុទ្រាយើងមាន5មុខពុកម៉ែបងប្អូនបាទដើមពុទ្រាយើងមាន5មុខបាទមានពុទ្រាគីឡូបាទពុទ្រា3រសជាតិពុទ្រាក្រហមឥណ្ឌាបាទពុទ្រាទឹកឃ្មុំហើយប្រហែលមុខហ្នឹងបងប្អូននេះ4 5មុខទាំងអស់ពុកម៉ែបងប្អូនពុទ្រាបាទចំនួន5មុខតែប៉ុន្តែយើងដាំហ្នឹងវាមិនទាន់បានផលនៅឡើយទេពុកម៉ែបងប្អូនបាទដោយសារយើងដាំដូចខ្ញុំបានប្រាប់ពុកម៉ែបងប្អូនពីដើមមកអញ្ចឹងបាទគឺយើងដាំមុនដំបូងគឺយើងអត់ទិញពូជគេច្រើនទេបងប្អូនបើយើងទិញពូជគេច្រើនយើងចំណាយលុយច្រើនណាស់ហើយខ្ញុំទិញមកហ្នឹងមួយដើម8000ដើមតូចគឺដើមងាប់អស់ហើយបងប្អូនសល់តិចដើមណាដែលខ្ញុំទិញមកអស់200000ជាង200000អស់200000ហ្នឹង30ដើមបងប្អូនទិញមកគឺងាប់និយាយទៅងាប់ច្រើនបងប្អូនងាប់ច្រើនចូល20ដើមជាង20ដើមគាត់ងាប់បាទហើយអាចរស់ប្រហែលជា4 10ដើមឯប៉ុណ្ណឹងបងប្អូនបាទហើយការរស់ហ្នឹងគឺយើងធ្វើម៉េចឲ្យវារស់បានត្រឹមតែ4 5ដើមគឺយើងអស់ចិត្តដែរបងប្អូនឲ្យបាន4 5ដើមដើម្បីយើងទុកធ្វើពូជហ្នឹងដូចខ្ញុំប្រាប់បញ្ជាក់ពុកម៉ែបងប្អូនអញ្ចឹងគឺយើងដាំដើមពទ្រាព្រៃចោលសិនបាទដាំដើមពទ្រាព្រៃចោលសិនហើយដល់ពេលអាដើមពទ្រាដែលយើងយកធ្វើពូជហ្នឹងគឺវាធំហើយយើងយកទៅផ្សាំមែកជាមួយអាដើមពទ្រាព្រៃយើងដាំដុះហ្នឹងគឺវាធំអញ្ចឹងគឺយើងអាចផ្សាំបានហើយណាហ្នឹងហើយយើងចំណាយតិចបងប្អូនវាចំណាយតិចបើយើងទិញយកលុយទិញទាំងដុំហ្មងគឺយើងអស់លុយច្រើនណាស់គ្រាន់តែខ្ញុំដាំហ្នឹងចូលចិត្ត1 លានដាំទាំងអស់ដំណាំទាំងអស់ពុកម៉ែបងប្អូននេះចូលចិត្ត1 លានបាត់ហើយមិនទាន់ពេញដើមប៉ុននេះផងទៅបានប្រហែលដើមហ្នឹងហើយដីដែលខ្ញុំដាំហ្នឹងចំនួនប្រហែលចូលចិត្ត100ដើមដែរពុកម៉ែបងប្អូនពទ្រាបាទចូលចិត្ត100ដើមទៅ100ដើមដែរហ្នឹងមានដើមតបាយដើមអីផងបាទអានេះយើងអត់ទាន់រួមទេ100ដើមហ្នឹងប្រហែលជាដើមពទ្រាសុទ្ធហើយនៅដើមតបាយទៀតតបាយនេះគឺយើងគិតដូចគ្នាពុកម៉ែបងប្អូនណាដល់ពេលវាធំឡើងបាទដល់ពេលវាធំឡើងយើងចាប់ផ្ដើមកាត់បាទយើងកាត់បដោះបាទយើងដាក់បដោះរឹសវាបាទយើងបដោះរឹសវាបាទដើមវារៀងធ្វើហើយយើងបដោះរឹសវាយើងកាត់យកធ្វើពូជបន្តហ្មងអញ្ចឹងគឺយើងអត់សូវចំណាយលុយទេអញ្ចឹងយើងយកតែ3ដើមទេបាទយើងចង់បំបែកតពូជទៅទៀតគឺយើងផ្សាំរឹសវាហ្មងបាទផ្សាំរឹសវាយកទៅដាំអញ្ចឹងគឺយើងទិញតែប៉ុណ្្នឹងដើម្បីយកធ្វើពូជទេបាទយើងធ្វើអញ្ចឹងបានវាអត់ទៅអស់លុយច្រើនបើយើងយកទៅទិញគេហ្មងអានោះមួយដើម10000មួយកន្លែងខ្លះតែ7 8000ទេបាទដើម7 8000អាហ្នឹងអាចថាប្រភេទដើមវាខុសគ្នាបងប្អូនដើមតបែកវាមានប្រភេទខុសគ្នាខ្លះមួយដើម10000ជាង10000អីចឹងទៅបាទអរគុណច្រើនសម្រាប់ការចូលទស្សនាហើយបើចង់ដឹងតើតើនឹងការដាំបាទដើមពុទ្រាហើយនឹងដើមតបែកគីឡូដើមអីហ្នឹងហើយគឹមជក់តបែកគឹមជក់គឹមអីហ្នឹងហើយតាមដាន channel ខ្ញុំទាំងអស់គ្នាបងប្អូនខ្ញុំនឹងធ្វើវីដេអូទៅរហូតបាទនេះយើងទៅតែនឹងដាក់ជីបងប្អូនគឺជីបើដាំតបែកបើយើងដាក់ជីអាចគោក៏វាបានដែរបងប្អូនដល់វាល្អដូចគ្នាតែប៉ុន្តែបើតាមខ្ញុំមើលបច្ចេកទេសពីគេមកបើថាយើងដាំពទ្រាអស់ហ្នឹងអស់ដាំដើមតបែកបាទដាំដើមតបែកគឺយើងដាក់អាចមន់អាចជ្រូកបាទហ្នឹងគឺល្អមក
và hay cái thà đam mà nâng cứ smile việt sơ đầu tiên hay tầm bài dương lọ chẳng này dương ní tầm cặp ai chụp bảo chụp nhâm miên chụp nhâm châm chụp đáy nâng chẳng dương đã cài ai chụp bồn và cài ai chụp máu dương dùng mà đã tham đạo mới tâm thua hai môn này đại vía đã chi đã ai rồi ai và đã chi đã ai rồi hết chi ai chụp nữa và này cà rồng này dương giờ mà đã chi rồi thằng đang ăn sâu tắc hay chăm sâu tắc sai buồn dùng bánh mì liền này thì này dương đã chi chào là và mấy chấm mưa sai chấm dương sầu tận ở côn của mai côn chấm tu sana và to tiết và nơi bị tàu tràn tiết để dương thứ tạ tôn cá đầm và đầm bút tri hay năng đầm tờ bay của mai côn và ở côn